ពិធីឡើងរោងអ្នកតាពិធីឡើងអរិយពិធីលៀងអរិយពិធីចូលឆ្នាំជុំបិណ្ឌវាជាតលៀងទម្លាប់ជាប្រពៃណីរបស់ជនជាតិខ្មែរយើង ដែលមានតាំងពីបុរាណកាលមកមិនមែនមានតាំងសម័យយើងទេតាមពិតពិធីទាំងអស់នេះសិតតែខ្មែរយើងជាអ្នកថែរក្សាមកឲ្យបញ្ជាក់អំពីទឹកដីវប្បធម៌របស់ខ្មែរយើងគឺអញ្ចឹងឯងបើខ្មែរយើងមានវប្បធម៌របស់យើងមានអរិយធម៌របស់យើងមានជំនឿរបស់ខ្មែរយើងទាំងលៀនត្រឡប់របស់យើងជនជាតិគេក៏មានដូច្នោះដែរដូចជាជនជាតិខាងវៀតណាមក៏គេមានកម្មវិធីរបស់គេចិនក៏មានកម្មវិធីរបស់គេឡាវក៏មានកម្មវិធីបុណ្យរបស់គេថៃក៏មានកម្មវិធីបុណ្យរបស់គេអញ្ចឹងខ្មែរយើងក៏មានកម្មវិធីបុណ្យរបស់យើងដែរទៅតាមតំបន់ខុសៗគ្នាដូចជាកម្មវិធីឡើងអរិយខ្លះគឺធ្វើនៅខាងសៀមរាបនោះផ្សេងទៅហ្នឹងហើយឡើងអរិយហ្នឹងគឺមានភ្លេងហ្នឹងគឺខុសគ្នាបន្តិចទៅខាងបៃវែងបន្តិចទៅខាងស្វាយរៀងបន្តិចទៅខាងភ្នំពេញហ្នឹងបន្តិចទៅហ្នឹងហើយតែនៅក្នុងលៀងអរិយដូចគ្នាលៀងអរិយដូចគ្នាឡើងរោងអរិយដូចគ្នាអញ្ចឹងពិធីទាំងអស់ហ្នឹងគឺជាប្រពៃណីជាដូនតារបស់យើងនឹងឯងជាខ្មោចជាពលឹងវិញ្ញាណរបស់ដូនតាយើងដែលកើតនៅលើភពផែនដីហ្នឹងដែលគាត់រំទូលកើតមកក្នុងកំណើតជាមនុស្សហើយស្លាប់មកកើតជាខ្មោចក្នុងប្រទេសកម្ពុជាគេហៅពលឹងវិញ្ញាណរបស់ដូនតាពលឹងវិញ្ញាណរបស់ពុព្វបរោះយើងដែលរំទូលកើតនៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងអញ្ចឹងខ្មែរយើងមានប្រពៃណីមានអរិយធម៌មានវប្បធម៌មានតលៀងទម្លាប់មានភ្លេងបុរាណភ្លេងពិណពាទ្យពីដើមមកខ្មែរយើងថាភ្លេងស៊ីមមិនទេភ្លេងពិណពាទ្យភ្លេងស៊ីមនិងភ្លេងរបស់ពិណពាទ្យរបស់ខ្មែរគឺខុសគ្នាភ្លេងរបស់ខ្មែរយើងគឺជាម្ចាស់ដើមប្រពៃណីអរិយធម៌វប្បធម៌សម្លៀកបំពាក់របស់ខ្មែរយើងគឺបែបខ្មែរយើងបែបខ្មែរយើងកម្រលួចចម្លងវប្បធម៌អ្នកដទៃណាគឺមានតែគេទេមកលួចចម្លងវប្បធម៌របស់យើងប៉ុន្តែគាត់ថាខ្មែរយើងពេលខ្លះអត់ចេះគ្រប់គ្រងរបស់ខ្លួនឯងទេខ្មែរយើងតើគេជន់ដល់កគាត់ភ្ញាក់ខ្លួនគេជន់ឡើងលៀនដាត់លៀនភ្នែកគាត់ភ្ញាក់ខ្លួនគឺអញ្ចឹងទៅហ្មងសំបីតែលោកតាលោកយាយខ្លះដែលគាត់ឡើងរោងអរិយគេហៅលៀងអរិយឬភ្លេងអរិយឬក៏ឡើងរោងអ្នកតាធម្មតាលងអរិយឬក៏ហៅឡើងអ្នកតាគេឡើងខែមៀកហើយមៀកហ្នឹងគឺមៀកធំខែមៀកកម្ពុជាហ្នឹងណាចាប់ពីខែមៀកកម្ពុជាទៅមៀកធំទៅគេឡើងរោងអ្នកតាឡើងរោងអរិយណាធ្វើពិធីឡើងរោងអរិយរោងអ្នកតាឬក៏ធ្វើកម្មវិធីនឹងឯងគេហៅថាពិធីសែនពិធីបាំងសកលពិធីដាលៀនគឺកម្មវិធីដែលគេប្រមូលស្រូវក្នុងខែប្រគុណខែចែកពេលណាដែលគេចូលស្រូវហើយគេធ្វើពិធីដាលៀនមាននិមន្តប្រសង់មកសូត្រមន្តចម្រើនប្រព្រឹត្តបាំងសកលមានចាស់ទុំឧទ្ទិសកុសលនឹងជូនទៅដល់ព្រះមេឧទ្ទិសជូនទៅដល់ទេវតាឧទ្ទិសដល់អ្នកតាបងបិទអរុកអរិយអ្នកតាមរិញគង្វាលអស់លោកបងបិទនិងអស់លោកម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅកន្លែងយើងដាំស្រូវរកស៊ីលក់ដូរហ្នឹងណាគេហៅឡើងដាលៀនឧទ្ទិសកុសលជូនដល់ដូនតាឧទ្ទិសកុសលជូនដល់ម្ចាស់ទឹកម្ចាស់ដីអរុកអរិយអ្នកតាបងបិទឧទ្ទិសជូនដល់លោកតានៅតំបន់យើងក្នុងគេហៅដាលៀនឡើងរោងអ្នកតាធ្វើថ្វាយជូនដល់លោកតាឲ្យលោកតានឹងឯងជួយការពារទឹកដីការពារប្រជាជនឡើងរោងអរិយឡើងឬក៏លៀងអរិយឡើងរោងអរិយធ្វើពិធីឡើងរោងអរិយលៀងអរិយនឹងឯងណាថ្វាយដល់បងបាត់បារមីថ្វាយដល់ជីដូនជីតារបស់ខ្លួនអញ្ចឹងខ្មែរយើងគឺមានវប្បធម៌ហើយប្រជាពលរដ្ឋយើងពេលខ្លះយើងឃើញកម្មវិធីឡើងរោងអរិយឬក៏ឡើងអ្នកតាដាលៀនប្រជាពលរដ្ឋយើងនេះចំនួនក្រោយនេះអស់លោកចំនួនក្រោយហ្នឹងទៅជានាំគ្នាសោចមើងងាយជេរប្រមាថដូនតាខ្លួនឯងទាំងខ្មោចនោះគឺជាខ្មោចដូនតាយើងជាខ្មោចដែលការពារទឹកដីយើងជីដូនជីតាពុព្វការីជនជាពូជាអ៊ំជាជនរួមជាតិរបស់យើងដែលគាត់បរោះឲ្យយើងឃើញហ្នឹងគឺសំណាងហើយបានគាត់បរោះឃើញកម្មវិធីឡើងអរិយឡើងរោងឡើងអ្នកតាឡើងបារមីហ្នឹងគឺសំណាងហើយបើកាលពីដើមមកនោះក៏គេមានកម្មវិធីអញ្ចឹងដូចតែគ្នាដែរក៏ប៉ុន្តែវាគ្មាន Facebook គ្មានអ៊ីនធឺណិតគ្មាន TikTok គ្មាន YouTube ណាគ្មានគេហៅថា Telegram អីសម្រាប់មើលសម្រាប់បរោះតែគឺមានកម្មវិធីហ្នឹងដូចតែយើងអញ្ចឹងហើយណាមួយពលឹងវិញ្ញាណដូនតាយើងប្រកែណាអញ្ចឹងលោកសួរថាអស់លោកសួរថានៅអង្គរវត្តសពថ្ងៃហ្នឹង
ប្រាសាទអង្គរវត្តប្រាសាទដូនតាពុកពៈបរោះរបស់យើងហ្នឹងចឹងកម្មវិធីហ្នឹងគឺនៅខាងសៀមរាបហ្នឹងគេមានកម្មវិធីឡើងរងអរៈឡើងរងអ្នកតាឡើងបារមីគឺគេធ្វើរាប់ពាន់រាប់រយឆ្នាំមកហើយណានៅតាមខេត្តនីមួយៗគេមានពិធីចឹងហើយយើងនេះជាកូនខ្មែរចំនួនក្រោយលោកគ្រូមើលឃើញទៅកូនខ្មែរលោកគ្រូនិយាយទៅលើណានិយាយលើអស់លោកទាំងអស់គ្នានឹងហើយតែជាកុលបុត្រកុលធីតាខ្មែរយើងហ្នឹងទាំងប្រសង់គ្រប់ព្រះអង្គណាទាំងព្រះអស់ប្រសង់ទាំងលោកតាលោកយាយអីទាំងអស់ហ្នឹងគឺជាកូនខ្មែរដែលយើងមានតួនាទីមួយក្នុងការសិក្សារៀនសូត្រក្នុងការដឹងឮថាយើងគឺមានប្រពៃណីមានបន់ចូលឆ្នាំគេធ្វើមិនទៅថ្ងៃណាបន់ចូលឆ្នាំហ្នឹងគេធ្វើយ៉ាងម៉េចបន់ជាតិគេធ្វើយ៉ាងម៉េចណាពិធីច្រត់មាសអង្គគេធ្វើម៉េចឡើងអ្នកតាគេធ្វើម៉េចណាឡើងរូងគេធ្វើម៉េចឡើងអរៈគេធ្វើម៉េចពិធីឡើងដាលៀនគេធ្វើយ៉ាងម៉េចអានឹងគឺជាទូនីតិកូនខ្មែរយើងត្រូវចេះទៅដឹងទៅឮឥឡូវបើយើងទាំងអស់គ្នាមិនត្រូវដឹងទៅឮតើយើងហ្នឹងធ្វើម៉េចឥឡូវលោកគ្រូសួរថាធ្វើម៉េចណាដល់ធ្វើទៅវាសុខសប្បាយក្នុងភូមិនឹងសុខយើងធ្វើទៅវាសុខសប្បាយរកស៊ីមានបានតិចតិជុំប្រទេសជាតិរីកចម្រើនយើងធ្វើទៅប្រទេសណាក៏គេមានអញ្ចឹងដែរលោកមិនមានកម្មវិធីតែខ្មែរយើងទេបើថាចិនវិញឡើងរោងអ្នកតាចិននៅកងតាខ្មៅឡើងបិទផ្លូវចិត្តល្ងឹតមេឃល្ងឹតដីឃើញទេមើលហ្នឹងក៏ដើម្បីតែចិនមកនៅស្រុកខ្មែរក៏គេមានឡើងរោងអ្នកតាចិនដែរគេហៅអរៈចិនគេធ្វើហ្នឹងអញ្ចឹងយើងខ្មែរយើងក៏មានកម្មវិធីរបស់យើងមានអរិយធម៌វប្បធម៌ប្រពៃណីយើងប៉ុន្តែដូចជាកូនខ្មែរយើងបងប្អូនខ្មែរយើងឲ្យតែឃើញប្រហោះឲ្យតែឃើញប្រហោះតាក់ទងរឿងកម្មវិធីឡើងរោងអរៈឡើងរោងអ្នកតាឬក៏មានរំមានអីចេញក្បាច់អីហ្នឹងណារំច្រៀងសបាយនាំគ្នាសើចមើងងាយណាចំពោះដូនតាយើងចំពោះពលឹងវិញ្ញាណដូនតាយើងដែលគាត់មកក្រងឬសបករូបហ្នឹងមកក្រងឬសបករូបកូនចៅខ្មែរហ្នឹងណាខ្លះមានតាកាន់ខ្លះមានឥសីកាន់ខ្លះមាននាគឥសីមានស្ដេចនាគកាន់ទេវបុត្រនាគសត្រានាគសត្រីនាគខ្លះមានទេវតាសច្ចៈសចាំងកាន់កកូលហ្នឹងឡើងរោងអរៈទៅគាត់ត្រូវរំថ្វាយគ្រូដោយភ្លេងខ្មែរភ្លេងបុរាណហ្នឹងភ្លេងបុរាណភ្លេងខ្មែរភ្លេងអរៈភ្លេងពិនពាទ្យស្គរតូចស្គរក្នុងរបាំរាជទ្រព្យណាមានអីសិតតែពាក់តាក់នឹងប្រពៃណីភ្លេងទាំងអស់នោះសិតតែមានវិញ្ញាណហ្នឹងគឺវិញ្ញាណមនុស្សវិញ្ញាណពលឹងវិញ្ញាណរបស់មនុស្សដូនតាយើងនៅកាន់លើវត្ថុទាំងអស់ហ្នឹងពលឹងវិញ្ញាណរាជគ្រូបរមគ្រូបរមកោដ្ឋពលឹងវិញ្ញាណពុទ្ធសនោកាពលឹងវិញ្ញាណមេតបពលឹងវិញ្ញាណអ៊ីសីពលឹងវិញ្ញាណនិពលឹងវិញ្ញាណពុទ្ធសនោកាកាន់លើពលឹងវិញ្ញាណទាំងអស់ហ្នឹងនៅលើអីនៅលើពិធីទាំងឡាយនឹងឯងណាតាំងពីពិធីឡើងអរៈឡើងរោងឡើងអ្នកតាឡើងដាលៀនបាំងស្គលអីហ្នឹងពិធីចូលឆ្នាំជុំបិណ្ឌអីហ្នឹងឬក៏កម្មវិធីគេហៅថាថ្វាយបារមីតូចធំហ្នឹងពិនពាទ្យលើស្លាធរបាយសិតតែមានពលឹងវិញ្ញាណគ្រប់គ្រងថែរក្សាលើវិញ្ញាណទាំងអស់ហ្នឹងដូច្នេះហើយពលឹងវិញ្ញាណដែលកាន់ថែរក្សាទៅលើបតុនគឺជាដូនតាជាពុព្វបរោះរបស់យើងមិនត្រូវមើងងាយជីដូនចតាខ្លួនឯងចឹងទេអ្នកខ្លះសោចមកទៅជេរគ្នាអាពិភ្លើអាឡប់អាឈួតចឹងទៅណាចំពោះដូនតាពលឹងវិញ្ញាណដូនតាខ្លួនឯងនឹងទាំងខ្លួនឯងជាខ្មែរទាំងខ្លួនឯងមានសាច់ឈាមជាខ្មែរហើយពូជរបស់ខ្លួនឯងក៏មានពូជជាប់អញ្ចឹងដែរជាប់នឹងបារមីជាប់នឹងអរៈជាប់នឹងរបៀនជាប់នឹងហោរាជាប់នឹងគ្រូតូចគ្រូធំមានមកអញ្ចឹងប៉ុន្តែមកចំនួនយើងហ្នឹងគឺវាពិបាកជឿដោយសារអីអាពតហ្នឹងវាជំរះឲ្យការសម័យប៉ុលពតហ្នឹងប៉ុលពតមានឲ្យយើងគោរពវិណារឿងជំនឿសាសនាអីហ្នឹងប្រពៃណីស្លាធម៌ដូងជំនឿដូនតាហ្នឹងមានឲ្យយើងគោរពមានឲ្យយើងជឿណាមានឲ្យយើងគោរពថ្លាធម៌ដូងគោរពពុទ្ធពធប្រសង្ឃមកសម្លាប់យើងចោលនឹងសម្លាប់ប្រជាពលរដ្ឋចោលហ្នឹងឃើញតែសួរថារបស់ពុទ្ធវារលាយអត់វាមានរលាយណារលាយតែប៉ុលពតហ្នឹងតាហ្នឹងបពតហ្នឹងតែប្រឆាំងជាមួយនឹងអីជាមួយនឹងដូនតាប្រឆាំងមួយបពធរលោកខ្លួនឯងលទ្ធផលហ្នឹងគេប៉ុលទៅបរាជ័យឃើញហ្នឹងហើយទៅស្លាប់ទៅបាត់បង់យ៉ាងណាមិញយើងជាកូនខ្មែរយើងត្រូវដឹងឮមិនថារូបចម្លាក់អាទិទេពរូបចម្លាក់ទេវៈរូបចម្លាក់អាទិទេពទេវៈដែលយើងមានហ្នឹងរូបចម្លាក់ទេវៈហ្នឹងទេវរូបទាំងប្រពុតណារូបទេវរូបប្រពុតក្តីទេវរូបក្តីទឹកដីនេះទឹកដីខ្មែរណាលោកណានឹងទឹកដីខ្មែរណាត្រូវតែ
ត្រូវយល់ដឹងផងមិនមែនមានថាឥឡូវទឹកដីខ្មែរត្រូវមានតែពុទ្ធសាសនាមួយមិនមែនអញ្ចឹងទេកុំគិតអញ្ចឹងនៅលើទឹកដីខ្មែរនឹងមានរូបច្រើនណាស់ដែលយើងត្រូវគោរពត្រូវដឹងឮគឺមានទាំងរូបពុទ្ធបដិមាមានអិសីក៏មាននាគក៏មានបងបត់ក៏មានសច្ចៈសច្ចាំងស្ដេចនាគអីក៏មានរូបអតិទេពមានព្រះសេវៈព្រះឥសូរព្រះនារីព្រះព្រំព្រះវិស្ណុនឹងហើយព្រះពុទ្ធសនោកាយមានដូច្នេះយើងមិនអាចគោរពមួយហើយលំអៀងទៅមួយទេមើងងាយទៅខាងមួយទៀតទេព្រោះទឹកដីនេះទឹកដីខ្មែរណាលោកបព្វធម៌ខ្មែរប្រពៃណីខ្មែរណាក៏ហៅថាសាសនាដើមរបស់ខ្មែរពេលខ្លះយើងគុំទៅជឿអ្វីមួយហើយយើងប្រអាប់អ្វីមួយមិនកើតទេរឿងទាំងអស់ហ្នឹងលោកកិច្ចមិនរួចទេលោកនៅតែគោរពទេទោះបីជាលោកមើងងាយអ្វីមួយក៏លោកនឹងគង់ប៉ះហ្នឹងដែរបើលោកមើងងាយបារមីឧបមាថាមើងងាយបារមីលោកគ្រូមានសវណ្ណឌីក៏លោកទៅថ្ងៃណាមួយលោកក៏ទៅមើលបារមីដែរគាត់ថាមិនមើលលោកគ្រូទៅមើលបារមីមួយទៀតតែប៉ុណ្្នឹងឯងថាមិនមកមើលលោកគ្រូទេតែមើលបារមីណោះតួអង្គផ្សេងឃើញទេថ្ងៃហ្នឹងលោកថាខ្ញុំមិនជឿទេអារឿងមុនអាគមគាថាអីហ្នឹងណាជឿអំពើប៉ុនបើសិនតែលោកមិនជឿចុះមិនប្រកាសថាបងប្អូនលោកមិនជឿណាមិនប៉ុន្តែបងប្អូនលោកនឹងឯងមិនត្រូវអំពើគេណាវាមានសាច់ញាតិយើងត្រូវអំពើត្រូវអំពន់ត្រូវខ្មោចចេញខ្មោចចូលខ្ញុំមិនជឿទេមិនជឿថាមានបារមីទេហ្នឹងហើយអ្វីក្នុងលោកវាគ្មានទៀងទាត់ទេលោកគ្មានអីថិតថេរទេអញ្ចឹងលោកត្រូវមើលដែរថាអ្វីដែលលោកនិយាយហ្នឹងតើលោករស់នៅលើប្រទេសណារស់លើទឹកដីណាហើយបើសិនតែលោកមិនជឿហោរាមិនជឿទូទីគង់លោកទៅរកទេគាត់ថាមិនរកគ្រូហ្នឹងទៅរកគ្រូផ្សេងទៅប៉ុណ្ណឹងបើមិនរកអង្គទៅរកអង្គផ្សេងទៅប៉ុណ្ណឹងឯងវានៅតែលោកមិនអាចជៀសផុតដដែលទេគាត់ថាពេលខ្លះទៅយើងមិនសូវជាខាគិតមករឿងហ្នឹងពេកចាដល់ពេលយើងគិតបានយើងទៅរកតែអ្នកខ្លះវាសនាមិនដូចគ្នាលោកបើវាសនាមនុស្សវាដូចគ្នាអញ្ចឹងងាប់ហើយខ្លាចជាអ្នកមានអស់ហើយចឹងវាសនាមនុស្សខ្លះវាត្រូវមានគ្រូបាអាចារ្យគ្រូបាជាយខ្លះមានដូនតាចិនកាន់ខ្លាំងទៅអ្នកខ្លះមានដូនតាខ្មែរកាន់ទៅអ្នកខ្លះមានដូនតាចិនផងមានដូនតាខ្មែរផងកាន់ផងទៅចឹងណាអ្នកខ្លះមានបារមីកាន់ចឹងវាដូចតែប្រទេសចិនចឹងចិនយួនថៃឡាវមានដូចតែខ្មែរយើងចឹងមានដូចតែគ្នាហ្នឹងមិនមែនអូមានតែខ្មែរទេមានបារមីចិនមានបារមីចិនក៏មានឡាវក៏មានថៃក៏មានយួនក៏មានដែរមានបារមីកាន់ដូចតែយើងចឹងអត់មានខុសពីយើងទេនេះគឺជាតលីនត្រឡប់ទៅតាមប្រទេសនីមួយហើយបើគេទៅគេកាន់ទៅគេសុខសប្បាយគេកាន់ទៅមានអីសុខសប្បាយរបស់គេទៅហើយយើងនឹងជឿមិនជឿមាននៅតែមាត់យើងទៅយើងទៅត្រេះឌីលមើងងាយគេមិនហើយណាមួយយើងរស់លើទឹកដីយើងទៅមើងងាយប្រពៃណីយើងមើងងាយបលឹងដូនតាយើងបារមីសុខយើងអាណាទៅមើងងាយចឹងទៅមើងងាយជីដូនចតាខ្លួនឯងសុខឯងចឹងហ្នឹងហើយនិយាយមកដូចមកខ្លួនឯងមិនមែននៅទឹកដីខ្មែរអញ្ចឹងពេលខ្លះយើងត្រូវឲ្យតម្លៃបើសិនតែយើងថាំងរឿងហ្នឹងមានបារមីពិតឬមិនពិតយើងសិក្សាសិនយើងរៀនសិនជំនាញវាខុសគ្នាណាជំនាញឯកទេសវាខុសគ្នាជំនាញខ្លះទៅលោកមើលតាំងកណ្ដាំខ្ញុំកណាមួយក៏មិនមើលឃើញខ្មោចដូចលោកគ្រូមិនឃើញខ្មោចដូចតែនោះថាជំនាញវាខុសគ្នានិស័យវាខុសគ្នាដូចអ្នកខ្លះអញ្ចឹងគាត់ធ្វើពេទ្យអ្នកខ្លះទៅធ្វើប៉ូលីសខ្លះធ្វើទាហានអញ្ចឹងណាអ្នកខ្លះរកស៊ីអញ្ចឹងយកមិនរកធ្វើពេទ្យទាំងអស់គ្នាទៅថាវានិស័យផលបុណ្យវាខុសគ្នាអញ្ចឹងយើងរៀនមើលតាមប្រពៃណីសាសនារបស់យើងណាមើលតាមជនជាតិរបស់យើងរឿងខ្លះវារូងនឹងវាយូរហើយវាមិនមែនមានប្រវត្តិសាស្ត្រចាលទុកទេរឿងខ្លះរាប់លានរាប់កោតឆ្នាំហ្នឹងគេហៅថាវាប្រពៃណីកាន់ណាតាមគេមានរឿងខ្លះវិជាអច្ឆរិយៈក្នុងសម័យមនុស្សដ៏អស្ចារ្យពេលដែលមនុស្សសម័យមនុស្សអស្ចារ្យគេធ្វើអ្វីក៏វាអស្ចារ្យដែរអញ្ចឹងពេលខ្លះយើងកុំប៉ះពាល់ជ្រៅពេកចំពោះអស់លោកបារមីតូចធំចេះរៀនស្រាវជ្រាវដូចលោកគ្រូអញ្ចឹងចេះស្រាវជ្រាវមើលអញ្ចឹងសិក្សារៀនសូត្រប្រពៃណីដូនតាអញ្ចឹង